បាទអញ្ចឹងខ្ញុំបានបង្ហាញជាតន័យជារួមដោយសារនេះយើងជាសាលាមានទាំងអស់អញ្ចឹងខ្ញុំផ្ដោតទៅលើសាលាគោលដៅរបស់យើងដែលយើងត្រូវអនុវត្តជាចម្បងនោះគឺ GPAS អញ្ចឹងខ្ញុំសូម select GPAS បាទលោកគ្រូឃើញ screen ទេលោកគ្រូឃើញមកឃើញ បាទឃើញមកឃើញបាទអញ្ចឹងនេះគឺជាតន័យរបស់យើងសាលា GPAS អញ្ចឹងលោកគ្រូឃើញហើយគឺមកដល់ពេលនេះសាលា GPAS យើងមាន38សាលាតែប្រព័ន្ធទី1យើងហៅថាប្រព័ន្ធព័ត៌មានសិស្សគ្រូស្ថិតិសិស្សគ្រូហ្នឹងដែលជាតន័យសំខាន់ចម្បងក្នុងប្រព័ន្ធរួមទាំង7កិច្ចការហ្នឹងគឺមុនគេជាមេគេអញ្ចឹងយើងមានតន័យតែ7សាលាទេអញ្ចឹងឃើញណា31ខ្វះតន័យហើយមានតន័យ7សាលាបាទហើយប្រព័ន្ធទី2តែទី1ឡើងទី7នេះជាប្រព័ន្ធមួយដែលមិនជាថាมันសំខាន់ថាมันសំខាន់ទេក៏សិតតែសំខាន់ណាប៉ុន្តែយើងអាចរំលងវាសិនក៏បានដែរគឺលោកគ្រូផ្ដោតពីកិច្ចការទី1ហើយប្រព័ន្ធទី1បញ្ចូលបន្ទុកបញ្ចូលឈ្មោះនោះឈ្មោះយើងនឹងរត់មាននៅក្នុងប្រព័ន្ធទី2ប្រព័ន្ធទី3គឺប្រព័ន្ធបញ្ចូលបន្ទុកតែស្តង់ដារប្រចាំខែបាទអញ្ចឹងប្រព័ន្ធតែបន្ទុកតែស្តង់ដារប្រចាំខែនេះយើងទើបតែ38សាលាយើងមានតន័យជារួមតែ5សាលាទេបាទ5សាលាបាទហើយប្រព័ន្ធទី4គឺប្រព័ន្ធគណៈកម្មការកកសនិងកកថអាហ្នឹងក៏សំខាន់ដែរនៅក្នុងកិច្ចការយើងត្រូវតែវិភាគដូចគ្នាប៉ុន្តែយើងមិនមែនប្រើប្រព័ន្ធយើងគ្រាន់តែប្រើជាតន័យជាទម្រង់អញ្ចឹងខ្ញុំសង្ឃឹមថាលោកគ្រូប្រហែលជាអាចមានហើយតែលោកគ្រូមិនទាន់បានបញ្ចូលនៅក្នុងប្រព័ន្ធអញ្ចឹងក៏ឲ្យតែលោកគ្រូមានជាសោកមានជាឈ្មោះមានជាទម្រង់រៀបចំឲ្យស្រេចក៏យើងអាចអាប់ឡូតបានដូចគ្នាដែរបាទហើយទី5គឺតែផ្នែកវិទ្យាអាហ្នឹងក៏មិនអីទេដោយសារយើងអត់ត្រូវការតន័យយកទៅសៀមរាបទេតែផ្នែកវិទ្យាហ្នឹងបាទអត់ទាន់អីទេហើយទី1គឺផែនការបាទផែនការសម្រាប់ផែនការ3ឆ្នាំ6ឆ្នាំរំកិលនេះអាហ្នឹងក៏សំខាន់ដែរត្រូវប្រើនៅក្នុងកិច្ចការនៅសៀមរាបដែរប៉ុន្តែអាហ្នឹងឲ្យតែបញ្ចូលអាទី3នេះមានគ្រប់និងអាទី6នេះគឺវាមានដោយអូតូដោយសារវត្តតែម្ដងបាទហើយសម្រាប់ទី7នេះការបង្រៀនបែបថ្មីអាហ្នឹងមិនទាន់ពាក់ព័ន្ធទេអញ្ចឹងអ្វីដែលពាក់ព័ន្ធទី1គឺប្រព័ន្ធស្ថិតិសិស្សគ្រូទី2គឺការបញ្ចូលបន្ទុកបាទអញ្ចឹងទី3គឺកកសកកថហ្នឹងហើយនឹងប្រព័ន្ធតេស្តផែនការណាផែនការដែលយើងយកតន័យស្រាប់ចេញពីប្រព័ន្ធ3.1.3 បាទអញ្ចឹងសាលាដែលមានតន័យសាលា7ហ្នឹងសាលាដែលមានតន័យបាទសាលាឈើទាលបាទសាលាឈើទាលវិទ្យាល័យឈើទាលអញ្ចឹងវិទ្យាល័យឈើទាលគាត់មានតន័យគ្រប់តែលើតន័យប្រព័ន្ធទី1ទេបាទប្រព័ន្ធទី1ទេរីឯប្រព័ន្ធទី2ទី3គឺមិនទាន់មានតន័យទេគឺគាត់អត់តន័យអញ្ចឹងគាត់ថាគាត់ធូរកម្លាំងគាត់មានតន័យ